tham polពលឺព្រះអាទិត្យដែលប្រើបន្ទះសូឡាដោយដែលអ្នកទាំងអស់គ្នានឹងស្រាប់ហើយថាបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យដោយផ្ទាល់ហើយបំលែងវាទៅជាថាមពលអគ្គិសនីពិតជាសាមញ្ញនិងងាយស្រួលយល់ប៉ុន្តែបន្ទះសូឡាមិនមែនជាអ្នកចាប់ផ្ដើមដំបូងគេទេដែលស្រូបពន្លឺព្រះអាទិត្យដោយផ្ទាល់អញ្ចឹងគឺពួក Cyanobacteria តូចៗនៅក្នុងមហាសមុទ្រទេដែលបានធ្វើអញ្ចឹងយូរណាស់មកហើយប្រហែលជាង3000លានឆ្នាំមុនហើយក្រោយមកពួករុក្ខជាតិក៏វិវត្តទៅចេះប្រើវិធីស្រូបពន្លឺព្រះអាទិត្យអញ្ចឹងដូចគ្នាពួកសត្វល្អិតតូចៗក្នុងសមុទ្រនិងរុក្ខជាតិធ្វើរស្មីសំយោគដោយស្រូបយកពន្លឺព្រះអាទិត្យមកប្រើប្រាស់ដើម្បីបំលែងទឹកនិងឧស្ម័នកាបូនិកទៅជាស្ករដើម្បីលូតលាស់និងសម្រាប់រុក្ខជាតិបង្កើតផ្លែផ្កាបើយើងនិយាយចំទៅរាល់ដើមឈើស្លឹកនិងស្មៅនៅលើផែនដីគឺសុទ្ធតែជាថ្មផ្ទុកថាមពលពន្លឺព្រះអាទិត្យដែលមានជីវិតទាំងអស់អញ្ចឹងនៅពេលអ្នកទាំងអស់គ្នាពិសាផ្លែឈើបាយឬស្ពៃគ្រប់ប្រភេទគឺដូចអ្នកទាំងអស់គ្នាកំពុងពិសាអាហារដែលផ្ទុកថាមពលពន្លឺព្រះអាទិត្យអញ្ចឹងសូម្បីតែនៅពេលបរិភោគសាច់ក៏ដោយជាក់ស្ដែងដូចសាច់គោព្រោះថាគោស៊ីស្មៅក៏ផ្ទុកពន្លឺព្រះអាទិត្យដែរអញ្ចឹងដូចជាអ្នកទាំងអស់គ្នាទទួលថាមពលពន្លឺព្រះអាទិត្យដែលឆ្លងកាត់ការបំលែងច្រើនតង់អញ្ចឹងបើអញ្ចឹងតាមបច្ចេកទេសយើងទាំងអស់គ្នាសុទ្ធតែបានថាមពលពីពន្លឺព្រះអាទិត្យគ្រាន់តែយើងអត់មានបន្ទះសូឡាដាក់នៅលើក្បាល